ទឹកចំនួនជនលិចខេត្តចំនួន4ប៉ះពាល់ជាង 13,600 គ្រួសារនិងជម្លៀសជាង 1,500 គ្រួសារប្រជាពលរដ្ឋនៅតាមបណ្ដោយទន្លេមេគង្គក្នុងខេត្តក្រចេះស្ទឹងត្រែងត្បូងឃ្មុំនិងកំពង់ចាមកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់បានជន់លិចផ្ទះសម្បែងនិងប៉ះពាល់ដំណាំកសិកម្មតាមរបាយការណ៍គិតត្រឹមថ្ងៃទី24ខែសីហាឆ្នាំ2026ទឹកជំនន់បានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ 13,688 គ្រួសារនៅក្នុងក្រុងស្រុកចំនួន15និងឃុំសង្កាត់ចំនួន72ក្នុងនោះប្រជាពលរដ្ឋប្រមាណ 1,551 គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពខណៈផ្ទះប្រមាណ 9,212 ខ្នងនិងស្រូវប្រមាណ 4,373 ហិកតារងផលប៉ះពាល់ផងដែរខេត្តក្រចេះជាខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយមានប្រជាជនប្រមាណ 7,934 គ្រួសាររងផលប៉ះពាល់បន្ទាប់មកខេត្តត្បូងឃ្មុំមានប្រមាណ 3,951 គ្រួសារស្ថានភាពនេះបង្កការព្រួយបារម្ភចំពោះសុវត្ថិភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ងាយរងគ្រោះខណៈអាជ្ញាធរបន្តត្រៀមអន្តរាគមន៍និងជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនៅពេលមានហានិភ័យ